រាជធានីភ្នំពេញបរិសុទ្ធពីរនាក់បានរងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបន្ទាប់ពីក្រុមយុវជនពីរក្រុមប្រដាប់ទៅដោយកាំបិតពូថៅបានដេញកាប់និងគប់គ្នារត់ប្រសាយដូចនៅក្នុងរឿងកុនហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង4រសៀលថ្ងៃទី13ខែឧសភាឆ្នាំ2025នេះនៅតាមបណ្ដោយផ្លូវរថភ្លើងក្រោយវត្តមានវ័ននៅក្នុងសង្កាត់បង្កក់ពីខណ្ឌទួលគោករាជធានីភ្នំពេញទាក់ទិននឹងការប្រហិង្សានេះគេពុំដឹងថាផ្ដើមចេញពីរឿងអ្វីឲ្យពិតប្រាកដនោះឡើយតាមសាក្សីបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញយុវជនមួយក្រុមមានគ្នា3នាក់ប្រដាប់ដោយពូថៅកាំបិតបានមកសួរនាំអ្នកភូមិនិងដេញកាប់ទៅលើជនរងគ្រោះភ្លាមនោះស្រាប់តែមានបាក់ពួកមកថែមទៀតដេញកាប់គ្នាទៅវិញទៅមករត់ប្រសាយដូចនៅក្នុងរឿងកុនតែម្ដងបន្ទាប់ពីមានអំពើហិង្សាកម្លាំងកោបាមូលដ្ឋានកោរីអាវុធហត្ថក៏បានចុះទៅកន្លែងកើតហេតុនិងរកឃើញម៉ូតូចំនួន2គ្រឿងបានបន្សល់ទុកព្រមទាំងដង្ហូតកាំបិតពូថៅនិងដាវមួយចំនួនដោយឡែកចំពោះយុវជន2នាក់បានរងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមជុំវិញការបង្កហិង្សាយ៉ាងអនាធិបតេយ្យឲ្យនៅតាមដងផ្លូវនេះសមត្ថកិច្ចមូលដ្ឋានកំពុងតែស្រាវជ្រាវដើម្បីឃាត់ខ្លួនជនបង្កផងដែរព័ត៌មានខាងលើខ្ញុំបានដកស្រង់ចេញពីទំព័រកាសែតកោះសន្តិភាពសូមអរគុណ